បងប្អូនបានសិក្សារួចមកហើយជាមួយខ្ញុំក៏បានស្ដាប់វីដេអូមួយចំនួនដែរពាក់ព័ន្ធជាមួយនឹងហាក់6គូបាទហើយចូលឆ្នាំឆុង6គូបាទអញ្ចឹងតើតើមួយហាក់6គូហើយនឹងឆុង6គូយើងបានសិក្សាកន្លងមកហើយអញ្ចឹងថ្ងៃនេះក៏យើងក៏សូមប្រមូលចំណាប់អារម្មណ៍របស់បងប្អូនតើតើជាមួយនឹងហាក់ដែរតែយើងយកអំពីត្រៃហៈម្ដងត្រៃហៈមានន័យថាត្រៃមានន័យថា3បាទ3ដូចនៅក្នុងបត្រៃបិដកដែរបត្រៃបិដកគឺគេហៅថាព្រះត្រៃបិដកអញ្ចឹងត្រៃគឺមាន3មានអភិធម្មវិសូតនិងវិន័យបាទប៉ុន្តែនៅក្នុងហ្វុងស៊ុយយើងនេះឬក៏ប៉ាជឿយើងនេះគឺយើងសិក្សាអំពីឆ្នាំឆុងឆ្នាំហៈឥឡូវទៅដល់ពេលត្រៃហៈទៀតបាទអញ្ចឹងត្រៃហៈគឺមានប្រមាណក្រុមត្រៃហៈគឺមាន4ក្រុមធំ4ក្រុមធំទី1គឺតកតងវាមានសារៈសំខាន់វាមិនឧទាហរណ៍ថាគ្រួសារពីអ្នកប្តីប្រពន្ធហ្នឹងគាត់ត្រូវការធាតុណាមួយនៅពេលដែលគាត់ថ្លឹងធាតុទៅដូច្នេះគាត់ត្រូវការធម្មតាការនៅជាមួយគ្នាបង្កើតជាសម្ព័ន្ធភាពច្បាស់ជាបង្កើតនៅបានជាកូនកណាកូនយើងត្រូវរើសឆ្នាំទៀតថាយកឆ្នាំណាល្អបាទប៉ុន្តែខ្ញុំសូមរំលឹកកន្លែងនេះបន្តិចថាតកតងជាមួយនឹងឆ្នាំអញ្ចឹងតកតងជាមួយនឹងឆ្នាំយើងមើលតែឆ្នាំមួយអត់តង់គ្រប់ទេត្រូវមើលខែត្រូវមើលថ្ងៃហើយត្រូវមើលម៉ោងកើតនៃបុគ្គលមួយលម្អិតបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងឧទាហរណ៍ថាគាត់ឆ្នាំវកហើយនឹងជូតពីរអ្នកនឹងប្តីប្រពន្ធនឹងគាត់មើលសម្ភារគ្នាទៅហើយយើងមើលទៅយើងវិភាគទៅគាត់ខ្វះអីគេគាត់ត្រូវការធាតុទឹកបើគាត់ត្រូវការធាតុទឹកគាត់យកកូនឆ្នាំរោងមួយទៀតមកអញ្ចឹងមានថាត្រៃហៈធាតុទឹកហើយអញ្ចឹងឧទាហរណ៍ថាឥឡូវនេះយើងលើកជាក់ស្ដែងក្រុមត្រៃហៈទី1ឆ្នាំវកឆ្នាំជូតឆ្នាំរោងត្រៃហៈក្រុមទី1ប្រែទៅជាធាតុទឹកហើយត្រៃហៈក្រុមទី2ឆ្នាំកលឆ្នាំថោះហើយនឹងឆ្នាំបមេហ្នឹងគឺត្រៃហៈធាតុឈើអញ្ចឹងតកតងជាមួយនឹងត្រៃហៈក្រុមទី3ឆ្នាំខាលឆ្នាំបមីបាទអញ្ចឹងឆ្នាំខាលឆ្នាំបមីអញ្ចឹង2ឆ្នាំអញ្ចឹងបូករួមជាមួយនឹងមួយឆ្នាំទៀតឆ្នាំកលច្រឡំសំទោសឆ្នាំចគឺប្រែទៅជាធាតុភ្លើងហើយតកតមួយនឹងម្សាញ់បូកមួយឆ្នាំរកាហើយនឹងឆ្នាំឆ្លូវ3ឆ្នាំដូចគ្នានឹងប្រែទៅជាធាតុលោហៈសួរថាត្រៃហៈវាមានសារៈសំខាន់របៀបម៉េចធម្មតានៅក្នុងការរៀបចំអ្វីមួយរើសវេលាទី1តកតងជាមួយនឹងការរៀបផ្សេងក៏ដូចជាការរើសឆ្នាំដើម្បីផ្សំតាឆ្នាំនឹងនៅមួយគ្នាមានសុភមង្គលក៏ដូចជាឥឡូវគ្រួសាររបស់យើងមិនមែនមានតែមួយឆ្នាំទេកូនខ្លះកាត់ឆ្នាំជូតកូនខ្លះកាត់ឆ្នាំមមីអញ្ចឹងតែកូនខ្លះកាត់ឆ្នាំរោងអញ្ចឹងតែហើយឪពុកម្ដាយឆ្នាំផ្សេងគ្នាមកផ្គុំគ្នាតកតងមួយនឹងចំណុចសំខាន់កន្លែងនេះបងប្អូនត្រូវដឹងថានៅក្នុងប្រទេសកម្ពុជាយើងតកតងជាមួយនឹងក្បួនទាំងអស់នេះមិនមែនអត់មានទេបងប្អូនត្រូវរំលឹកឲ្យក្នុងនាមខ្ញុំជាវិស្វករម្នាក់ខ្ញុំដើរទៅតាមមើលប្រាសាទមួយគឺគាត់បុរាណបុព្វបុរសធ្វើអ្វីមួយគឺគិតអំពីទិសបាទគិតអំពីទិសហើយអ្វីដែលជាចំណុចដែលសំខាន់ដែលបងប្អូនអរគ្នាតែឮគឺពាក់ព័ន្ធជាមួយនឹងសមរាត្រីនៃប្រាសាទអង្គរវត្តខ្មែររបស់យើងហើយសមរាត្រីនេះបងប្អូនត្រូវដឹងថារូបវិទ្យាក៏មាននិយាយដែររូបវិទ្យាទី9ក៏មាននិយាយដែរគេហៅថាពេលវេលាបែងចែកថ្ងៃនិងយប់ស្មើគ្នាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងក្បួនប៉ាជឺក្បួនទស្សទាយទាំងអស់នេះក៏ត្រូវតែរកពេលវេលាថ្ងៃនិងយប់បែងចែកស្មើគ្នាដូចគ្នាដែរនេះដែលធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ដែលសិក្សាទៅលើក្បួននឹងទាំងអស់ហ្នឹងយកមកលម្អិត
មិនសុកខ្ញុំត្រូវការទៅចាប់យកមកដើម្បីសិក្សាវិភាគឯងហើយវាមានអតិពលដោយសារខ្ញុំធ្លាប់មានបទពិសោធន៍បានមកពីពិសោធន៍បាទកាលណាយើងពិសោធន៍មានន័យថាយើងតាមដានកាលណាយើងតាមដានយើងដឹងអំពីលទ្ធផលកាលណាយើងដឹងពីលទ្ធផលយើងអាចដឹងថាក្បួននឹងវាអាចយកទៅប្រើប្រាស់បង្កើតបានទៅជាផលបាទអញ្ចឹងបានយើងយកមកប្រើប្រាស់ហើយដូចជាមួយរយៈក៏ដូចជាតែងតែមានខ្ញុំធ្លាប់ជួបក៏ដូចជាអ្នកខ្លះក៏ធ្លាប់ជួបដូចខ្ញុំដែរក្រុមហ៊ុនគេធំក៏ដូចជាអ្នកមានមួយចំនួនគេយកគ្រូសិស្សពីស្រុកក្រៅបរទេសយកមកប្រើប្រាស់ឬក៏យកមករៀបចំអីមួយចឹងទៅលើតាមចំណេះជំនាញដូចជាគេចង់រៀបអញ្ចឹងអាចចំណុចអស់នេះនៅជាពិសេសនៅសិង្ហបុរីដែលមានគ្រូច្រើនដែលគេបានសិក្សាចងក្រងជាឯកសារមានទាំង website មានទាំង app មានទាំងអីមួយចំនួនហើយនៅស្រុកខ្មែរយើងក៏មាននេះវាជាជំនាញមួយដែលច្បាស់លាស់ហើយសួរដូចខ្ញុំនិយាយខាងដើមចឹងអ្នកជឿសួរថាមានឥទ្ធិពលអត់អ្នកមិនជឿសួរថាមានឥទ្ធិពលអត់វាអត់បញ្ហាទេកន្លែងហ្នឹងដូចក្នុងពុទ្ធសាសនាថាអ្នកជឿថាធ្វើអាក្រក់បានបាបអត់ហើយនឹងអ្នកដែលថាជឿថាធ្វើល្អបានបុណ្យអត់ហើយអាហ្នឹងជឿក៏បានអាមិនជឿក៏ត្រូវតែបានដែរបាទចង់និយាយចឹងផលគឺវាតបស្នងអញ្ចឹងហើយក្នុងចំណុចអស់ហ្នឹងតាមក្បួនដែលសភៅហើយនឹងមានអ្នកដែលយើងបានអនុវត្តជាក់ស្ដែងគឺភាគច្រើនគឺវាទទួលទៅបាននូវផលបាទឧទាហរណ៍ថាយើងយកសារធាតុគីមីយកមកលាយគ្នាឧទាហរណ៍ថាអញ្ចឹងឥឡូវយើងបាច់ចាំនិយាយយកសារធាតុគីមីឧទាហរណ៍ថាឥឡូវយើងបង្កើតបេតុងបានអីគេខ្លះយើងមានបេតុងយើងមានថ្មខ្សាច់ស៊ីម៉ង់ទឹកថ្នាំណាមានទឹកខំបាញចូលគ្នាទៅបង្កើតទៅជាបេតុងហើយអា component ទាំងអស់ហ្នឹងវាបង្កើតបានទៅជាបេតុងហើយដូចជាបង្កើតបានទៅគ្រួសារបានទៅជាធាតុឧទាហរណ៍ថាឥឡូវមានប្តីមានប្រពន្ធមានកូនបញ្ចូលគ្នាទៅវាបង្កើតបានទៅជាសម្ព័ន្ធភាពមួយហើយអាសម្ព័ន្ធភាពទាំងអស់តាមឆ្នាំមួយហ្នឹងបើយើងបង្កើតកូនមកបង្កើតតាមពេលវេលាបង្កើតតាមអ្វីដែលល្អមកអាហ្នឹងមានន័យថាវាអត់មានបញ្ហាទេបងប្អូនមួយចំនួនបានវិភាគហើយខ្ញុំតែងតែសិក្សានៅចំណុចអស់ហ្នឹងឧទាហរណ៍ថាយើងតែងតែពិនិត្យឃើញហើយអ្នកខ្លះកើតមកនៅដំណាក់កាលមួយគាត់អត់បាននៅវែងឆ្ងាយទេគាត់ក៏បានត្រឡប់ទៅវិញឧទាហរណ៍ថាពេលខ្លះបង្កើតកូនមកម្ដាយក៏មរណភាពទៅកូនក៏នៅទៅពេលខ្លះក្នុងប្រឡងពេលណាមួយគាត់ក៏ទៅវិញចឹងទៅតែនេះវាជាការកាត់ចាស់ឈឺស្លាប់របស់មនុស្សទេប៉ុន្តែយើងនិយាយឲ្យស៊ីជម្រៅពេលខ្លះឆ្នាំខ្លះកូនខ្លះកើតមកបើយើងអត់ដឹងទេម្ដាយក៏ទៅបាត់ចឹងទៅពេលខ្លះកូននឹងកើតមកឆុងជាមួយនឹងឪពុកទៅបាត់ចឹងទៅនេះដោយសារអីគឺយើងមើលទៅលើភាពការឆុងជាន់ឆ្នាំមួយជុំឆុងជាន់ខែមួយជុំទៀតទៅឆុងជាន់ម៉ោងអាហ្នឹងរៀងធ្ងន់ហើយជាន់ថ្ងៃទៀតរត់ទៅធ្ងន់ចឹងទៅអញ្ចឹងយើងមើលទៅតាមភាពឆុងនៃឆ្នាំមួយអញ្ចឹងដល់ពេលយើងដឹងយើងមិនមែនខ្លាចទេយើងប្រយ័ត្នហើយយើងប្រយ័ត្នគឺយើងធ្វើបាច់គឺយើងរៀបចំហើយសួរដូចខ្ញុំនិយាយដដែលអញ្ចឹងអ្នកជឿមានឥទ្ធិពលអ្នកមិនជឿក៏មានឥទ្ធិពលដែរប៉ុន្តែរកកំហុសឃើញហើយសួរថាមូលហេតុអីអញ្ចឹងវាតកតងជាមួយនឹងតារាសាស្ត្រយើងនិយាយអំពីតារាសាស្ត្របើអ្នកមើលអីរឿងចិនណារឿងចិនគេថាជូកលៀងគាត់មើលតារាសាស្ត្រតែក្បួនឈីមិនទិនជាមានខ្លះគេថាទិនជាខ្លះទិនជីអញ្ចឹងទៅធម្មតាខ្មែរយើងបញ្ចេញ pronunciation និយាយភាសាអង់គ្លេសភាសាអង់គ្លេសគេហ្វីលីពីនគេថា tu ខ្មែរយើង tu ហើយ pronunciation ផុសអាមេរិកគេ tu ធម្មតាយើងត្រូវស្ដាប់ឲ្យយល់កន្លែងហ្នឹងព្យាយាមរៀនដូចខ្ញុំរៀនអង់គ្លេសដំបូងពេលខ្លះស្ដាប់តង់អង់គ្លេសផុសហ្វីលីពីនផ្សេងតង់អង់គ្លេសផុសឥណ្ឌាផ្សេងអញ្ចឹងទៅចាំបាក់ស្ដាប់ធ្វើការមួយគាត់3ខែអញ្ចឹងទៅនេះទៅបានយើងយល់គ្នាអញ្ចឹងដោយឡែក
ភាសាបាជឺភាសាហ្វុងស៊ុយភាសាផ្សេងៗនៅក្នុងចំណុចនេះគឺវាមានច្រើនវាមានវែងវាមានឆ្ងាយហើយយើងព្យាយាមសិក្សាហើយវីដេអូរបស់ខ្ញុំអត់ត្រូវមានជាលក្ខណៈកំ pl ែងគេហៅថានេះទេជាលក្ខណៈសិក្សាដើម្បីយកទៅប្រើប្រាស់ហើយឲ្យយល់ព្រោះអីកុំឲ្យវាខុសហើយប្រទេសគេជឿនលឿនដូចសិង្ហបុរីមានគ្រូហ្វុងស៊ុយហើយខ្ញុំសិក្សាទៅមានក្រុមហ៊ុនច្រើនដែលកំពុងតែគេហៅថាប្រតិបត្តិការទៅលើចំណុចនេះអាគាររបស់គេធ្វើគេសិក្សាទាំង structural analysis គេសិក្សាតាក់ទងជាមួយនឹង architecture តាក់ទងជាមួយនឹងហ្វុងស៊ុយគេមើលទាំងហ្វុងស៊ុយគេមើលទាំងច្បាប់ធម្មជាតិច្បាប់ហ្វុងស៊ុយនេះមើលច្បាប់ធម្មជាតិហើយគេមើលទាំងជាក់ស្ដែងទៅតាមទ្រឹស្ដីផាជីតិចគេខំបាញចូលគ្នាហើយគេខំបាញទៅជាមួយនឹងម្ចាស់អាគារនៃធាតុដែលគាត់ត្រូវការអញ្ចឹងគេខំបាញទាំងអស់គេអត់ចោលទេតែគេក៏អត់ជឿងប់ដល់ថ្នាក់កាប់មុខគេហិតដែរគេត្រូវជឿវិភាគហើយសួរថាខ្មែរយើងក៏មានដែរដូចតែខ្ញុំនិយាយខាងដើមអញ្ចឹងប្រាសាទអង្គរវត្តកសាងឡើងក៏មានសមរត្រីដែរក៏គិតដែរប៉ុន្តែក្បួនខ្មែរយើងវាបាត់អស់មិនដឹងជាទៅណារកអត់ឃើញអញ្ចឹងក្នុងនៃខ្ញុំជាចំនួនក្រោយហើយក៏ដូចជាលោកគ្រូអ្នកគ្រូហ្វុងស៊ុយមួយចំនួនគាត់នឹងចងក្រងសភៅហើយបងប្អូនត្រូវដឹងថាមុនបាននិយាយប៉ុណ្ណឹងអានសភៅមិនតិចទេហើយសិក្សាស្រាវជ្រាវមិនតិចឆ្នាំទេបាទហើយបើយើងមើលរឿងចិនភាគចិនយើងនិយាយអញ្ចឹងគេឆ្លោះគ្នាគេកាប់ចាក់គ្នាដឹងគេដណ្ដើមកពីអីគាត់មានរឿងមួយនោះគេនិយាយកំពីអត់អសហើយសូម្បីតែកំពីអត់អសផងគេដណ្ដើមគ្នាតែយើងរាល់ថ្ងៃឥឡូវខ្ជិលទាំងរៀនខ្ជិលទាំងស្ដាប់ខ្ជិលទាំងស្រាវជ្រាវបាទតែខ្ញុំនិយាយអ្នកខ្ជិលអ្នកអាសាក៏នៅតែអាសាអញ្ចឹងហើយអ្នកបកាយក៏មាននៅបកាយអញ្ចឹងមានន័យថាយើងត្រូវសិក្សាយើងត្រូវតែយល់យើងត្រូវតែព្យាយាមដើម្បីធ្វើម៉េចឲ្យសង្គមជាតិរបស់យើងរីកចម្រើនហើយបើយើងចេះបើយើងច្បាស់គេអត់បោកយើងបានទេបាទហើយនិយាយរឿងបោកទៀតរឿងបោកហ្នឹងបើតាមក្បួនបាជឺមានណាមានដឹងថាគេមកបោកថ្ងៃណាពេលណាម៉ោងណាមិនដឹងទេព្រោះអីវាមើលរាសីឲ្យខ្ញុំតែប្រហោះរាសីរបស់យើងអត់មានថាអ្នកឯងឡើងត្រូវចឹងរហូតទេអ្នកឡើងទៅរហូតឡើងបាន12ឆ្នាំទេបើអត់ចុះវាអានឹងដឹងទៅដល់ណាទេតែរាសីរបស់យើងត្រូវចាំថា12ឆ្នាំមានឡើងមានធ្លាក់បើយើងត្រូវចាំថាឆ្នាំណាយើងធ្លាក់នឹងធ្លាក់វាបាច់អញ្ញែអញ្ញៃយើងហ្នឹងណាវាអញ្ញែអញ្ញៃហ្មង six and seven ភាសាអង់គ្លេសហើយខ្ញុំរៀនអង់គ្លេសគ្រូហាត់ចឹងដែរ six and seven ហើយគ្រូខ្ញុំឥឡូវក៏ទៅនៅអីគេគ្រូភាសាអង់គ្លេសដែលខ្ញុំរៀនហ្នឹងនៅ New Zealand ណាគ្រូនៅ New Zealand ឥឡូវ six and seven មានថាវាអញ្ញែអញ្ញៃគាត់ថាអញ្ចឹងនៅពេលដែលរាសីយើងធ្លាក់គឺវាអញ្ញែអញ្ញៃអញ្ចឹងកាលណាអញ្ញែអញ្ញៃអញ្ចឹងគេថា six and seven ជាភាសាអង់គ្លេសតែនៅក្នុងក្បួនបាជឺយើងអាចដឹងថាវាធ្លាក់នៅពេលណាហើយយើងសួរថាដល់ពេលហ្នឹងវាធ្លាក់អត់ 100% ព្រោះឯធម្មតាដូចយើងជិះផ្លូវអញ្ចឹងទៅផ្លូវទៅកោះកុងបើយើងទៅកោះកុងដឹងតែចុះចំណោតជ្រៅហើយអញ្ចឹងយើងអត់ជិះអត់ផុតអត់បានទេតែដល់កន្លែងហ្នឹងយើងត្រូវប្រយ័ត្នបាច់បន្ថយល្បឿនប្រាំងអមប្រាំងដៃប្រយ័ត្នបន្ថយល្បឿនអីចឹងមកយើងមើលនេះទៅបើថាខាងមុខមានអាសន្នខ្លាំងយើងឈប់និយាយថាវាស្ទះវាអីចឹងទៅកុំយើងកុំបន្ថយទៅទៀតយើងអាចឈប់ stop ម្ដងសិនក្នុងនេះក៏ចឹងដែរបើយើងដឹងថាពេលនឹងវាអញ្ចឹងយើងកុំទៅវិនិយោគយើងកុំទៅដាក់លុយយើងកុំទៅធ្វើអីផ្ដេសផ្ដាស់អញ្ចឹងជាបទពិសោធន៍ខ្ញុំពិសោធន៍ហើយវាមានអញ្ចឹងហើយបានខ្ញុំទៅសិក្សាថាក្បួននេះល្អតែក្បួនខ្មែរក៏មានដែរណាមិនអត់មានទេក្បួនខ្មែរមានក្បួនអត8ឋានបាទមានក្បួនផងខ្មែរក៏យើងមានដែរមិនអត់មានទេក្បួនរិះវេលាផងខ្មែរក៏យើងមានដែរហើយក្បួនផាសចិនក៏មានដែរអញ្ចឹងយើងយកកំបាញ់ចូលគ្នាដោយរឿងបកគោកែវនោះក្បួនអតណាអតវាយផាំងមកនេះតែខ្មែរយើងវាអត់មានក្បួនខ្ញុំវាស្រាវជ្រាវដែរតែរហូតមិនទាន់អស់តែយើងមានហើយយើងធ្លាប់ពិសោធន៍ហើយក៏ក្បួនមើលថាក្
4 មួយទៀតដូចថាឥឡូវយើងសិក្សាឲ្យបានព័ត៌មានច្បាស់ពីគាត់ប៉ុន្តែកន្លែងនេះវាស៊ីជម្រៅបន្តិចហើយវាព្យាយាមម្ចាស់ខ្លួននឹងច្បាស់របៀបម៉េចច្បាស់ឧទាហរណ៍ថាគាត់កើតថ្ងៃអីម៉ោងអីខែអីឆ្នាំអីឲ្យច្បាស់ក្មេងៗឥឡូវនេះវាច្បាស់វាដឹងតែជំនាន់ខ្ញុំម្ដាយឪពុកយើងទៅចេញពីស្រុកអពតមកអត់មានអ្នកណាចាំទេឲ្យទៅសួរទៅចាប់ផ្ដើមងើយឡើងលើតែងើយឡើងលើចេះមានន័យថាផ្លិចអត់ដឹងថាកើតឆ្នាំណាម៉ោងណាទេព្រោះអីវាផ្លិចតែម៉ោងផ្លិចហើយតែមួយឆ្នាំអាចចាំខ្លះមួយខែរៀងតំណបន្តិចទៅអញ្ចឹងវាប្រែប្រួលតែក្មេងជំនាន់ក្រោយនេះកៅជាងនេះមកអាហ្នឹងអាចចាំច្បាស់អញ្ចឹងកត់ម៉ោងពេលវេលានឹងវាសំខាន់ហើយសំខាន់គឺការរៀបចំពេលវេលាឲ្យកូននឹងរបៀបម៉េចតាក់ទងជាមួយនឹងការរើសមុខវិជ្ជាដើម្បីសិក្សាបងប្អូនតែងដឹងហើយថាពេលដែលអីត្រូវការសិក្សាចាប់ថ្នាក់ទី12ឲ្យកូនរៀនមុខវិជ្ជាអីខ្លះរៀនអត់ដឹងអីទេសួរកូននោះកូនពេចភ្នែកទៅពេលខ្លះងាកឲ្យឆ្វេងមើលឲ្យស្ដាំថាឃើញគេរៀន IT ទៅ IT គេដែរឃើញគេរៀនវិស្វករទៅវិស្វករគេដែរឃើញគេរៀនសេដ្ឋកិច្ចទៅសេដ្ឋកិច្ចគេដែរឃើញគេទៅធនាគារគេដែរដល់ទៅពេលរៀនចប់ដឹងធ្វើអីអ្នកខ្លះរៀនចប់ IT ទៅធ្វើ QC អង្គទៅអ្នកខ្លះរៀនវិស្វករទៅចប់ទៅធ្វើធនាគារអញ្ចឹងដែរអ្នកខ្លះផ្នែកអីរៀនអាជីតិចចុងក្រោយទៅលក់ដូរអីវ៉ាន់អញ្ចឹងទៅវាអត់ខុសទេហើយក៏វាអត់មានបញ្ហាអីដែរបាទសំខាន់ឲ្យតែយើងរកប្រាក់ចំណូលបានតែសំខាន់នេះអ្វីដែលយើងត្រូវរៀប planning ឲ្យត្រូវហ្មងកុំឲ្យវាខុសគឺជាចណ្ដើរមួយដែលដើរដោយត្រឹមត្រូវច្បាស់លាស់គឺសុក្រិតមួយឲ្យច្បាស់ហ្នឹងហើយរៀនអីគេត្រូវហ្វុងស៊ុយផងយើងអត់យើងចាប់មុខរបរពេលណារិស័យដែលយើងមានធ្លាក់យើងត្រូវរៀបចំម៉េចពេលណារិស័យដែលយើងឡើងយើងត្រូវរៀបចំវាម៉េចនឹងហើយដែលក្នុងខែឆ្នាំកំណើតជា key password នៃជីវិតរបស់យើងសូម្បីក្បួនផាណាប៉ូឡេអុងក៏មានដែរក្បួនណាប៉ូឡេអុងក៏ខ្ញុំធ្លាប់សិក្សាស្រាវជ្រាវដែរវាអត់មានអីទេយកខែឆ្នាំកំណើតដូចគ្នាហ្នឹងហើយសួរថាក្បួនទាយហ្នឹងដូចលោកយាយបាវ៉ាន់កាហ្នឹងក៏គាត់ទាយគាត់មានបែបផែនរបស់គាត់ទាយផ្សេងអញ្ចឹងទៅប៉ុន្តែវាអត់មានអីហួសពីថ្ងៃខែឆ្នាំកំណើតនិងបងកើតនោះទេចឹងអានឹងជា key password អញ្ចឹងយើងអាចហាយកុំឲ្យគេស្គាល់កុំឲ្យគេដឹងជាពិសេសម៉ោងបើថ្ងៃខែឆ្នាំអានឹងវាធម្មតាកើតមកដាក់ឲ្យតែម៉ោងពេលខ្លះវាស្ថិតនៅក្នុងលក្ខណៈមេគ្រួសារទេដែលគាត់កាត់នេះជាចំណុចដែលសំខាន់ហើយនៅមានចំណុចសំខាន់ផ្សេងទៀតដែលក្បួនទាំងអស់នេះវាផ្សារភ្ជាប់ជាមួយនឹងវិស្វករដោយខ្ញុំលើកឡើងខាងដើមអញ្ចឹងហើយនិយាយទៅគួរឲ្យគឺក្បាលហើយគួរឲ្យស្ញប់ស្ញែកហើយខ្ញុំលើកក្បួននេះខ្ញុំក្នុងនាមខ្ញុំនឹងនិយាយដែរខ្ញុំជាវិស្វករទេប៉ុន្តែដល់ពេលដែលខ្ញុំសិក្សាស្រាវជ្រាវនិងរៀនអំពីប៉ាជឺគឺប្រើពាក្យមួយម៉ាត់ថ្ងៃនិងយប់ស្មើគ្នាគឺ23 24ខែមីនានិងខែកញ្ញាអញ្ចឹងបើកាត់ជាសមរាត្រីមួយហើយនៅក្នុងក្បួនប៉ាជឺនេះក៏មានលើកយកចំណុចហ្នឹងដើម្បីមកកណនាដែរហើយដល់ពេលដែលយើងមើលជាក់ស្ដែងទៅលើប្រាសាទអង្គរវត្តក៏មានការបែងចែកហើយបង្កើតជាសមរាត្រីហើយបូករួមជាមួយយើងជាវិស្វករស្រាប់ដូច្នេះជាចំណាប់អារម្មណ៍មួយយើងសិក្សាទៅវាមានហេតុនិងផលហើយយើងអាចពិសោធន៍ទៅបានមិនអត់ពិសោធន៍បានទេដោយសារពេលមានបញ្ហាគ្រួសារមួយនោះខ្ញុំសួរថាគាត់ឆ្នាំអីពុនអីកូនអីដឹងយើងដល់ពេលមើលទៅថាអូដឹងគាត់បញ្ហាកន្លែងនេះគ្រួសារមួយទៀតមានបញ្ហាសួរគាត់ឆ្នាំអីយើងវិភាគទៅអូគាត់ឆ្នាំនេះហើយបានជា reference បើយើងធ្វើ research នៅក្នុងថ្នាក់ master គេឲ្យលោកគ្រូប្រាប់ថាត្រូវមាន reference អញ្ចឹងបាន reference ទាំងអស់ហ្នឹងហើយបានយើងថាអូក្បួនអាចយកទៅប្រើប្រាស់បានអាចយកទៅអនុវត្តបានប៉ុន្តែនៅលើក្បួនទាំងអស់ហ្នឹងវាអាស្រ័យលើផលបុណ្យផលមនុស្សទៀតវាទាក់ទងមួយពុទ្ធដដែលអញ្ចឹងបានពុទ្ធលោកបានសម្ដែងថា
ហើយបាច់ចាំខ្វល់អីធ្វើតែល្អបានល្អហើយធ្វើអាក្រក់បានអាក្រក់ហើយត្រឹមត្រូវប៉ុន្តែពាក់ព័ន្ធជាមួយនឹងពេលខ្លះវាអាស្រ័យលើមនុស្សនៅក្នុងមង្គលទាំង38វាចំណុចមួយដែលទេវតាមកសួរពុទ្ធព្រះសម្មាសម្ពុទ្ធហើយលោកបានសម្ដែងថាបុគ្គលដែលគេបដៅបានដោយងាយជាមង្គលដល់អាដាមកន្លែងហ្នឹងណាបាទប៉ុន្តែមានផ្សេងទៀតបដៅបានហ្នឹងដោយសារមូលហេតុអីគេពេលខ្លះគេប្រាប់ថាណាអូណាធ្វើខុសណាកែហ្នឹងហើយកន្លែងហ្នឹងគេបដៅមានតែគ្រូដូចជាគ្រូអញ្ចឹងខ្ញុំតែងតែគ្រប់គ្រូដូចជាគាត់ប្រាប់ថាអូធ្វើចេះគ្រប់ហើយយើងយកទៅអនុវត្តតែបើអនុវត្តទៅមានបញ្ហាឬក៏មិនគេថាមិនជោគជ័យឬក៏នៅមានចំណុចខ្វះខាតយើងអាចសួរត្រឡប់ទៅគាត់អញ្ចឹងក្នុងពុទ្ធលោកសម្ដែងក្នុងមង្គលទាំង38ប៉ុន្តែភាគច្រើនកម្មវិធីបញ្ចប់បុណ្យបានសូត្រទាំងមង្គលនឹងប៉ុន្តែភាគច្រើនមានយើងសូត្រពេលខ្លះសូត្រតែបល័យអត់បានសូត្រប្រែទេប៉ុន្តែត្រូវចាំថាធម៌ដែលសូត្រទាំងអស់ហ្នឹងមិនមែនសូត្រគ្រាន់តែស្ដាប់អនុមោទនាសាធុទេគឺសូត្រអ្នករៀនចេះបកទៅបានស្ដាប់យកមកអនុវត្តអញ្ចឹងធម៌ពុទ្ធមិនមែនអនុមោទនាសាធុដើម្បីបានបុណ្យទេគឺសូត្រឲ្យដឹងថាមង្គលទាំង38ប្រការមានអីគេខ្លះហើយដើម្បីបានមង្គលនោះត្រូវតែអនុវត្តបានមង្គលបាទបើអត់យើងអត់អនុវត្តទេវាអត់បានទៅជាមង្គលទេអញ្ចឹងវីដេអូនេះរៀងវែងឆ្ងាយបន្តិចប៉ុន្តែជាការរំលឹកមួយហើយក៏ដូចជាការចំណាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងក្បួនដែលផ្សារភ្ជាប់ជាមួយនឹងវិស័យសំណង់របស់យើងបាទអញ្ចឹងវិស័យសំណង់របស់យើងហើយវិស័យសំណង់របស់យើងនឹងទៀតសោតមូលហេតុអីព្រោះយើងសិក្សា